នេះគឺជាដំណើរជីវិតអតីតក្មេងកំព្រាក្រីក្រម្នាក់បង្កើតកំពូលក្រុមហ៊ុនឡានអគ្គិសនី BYD បើសិនជានិយាយថាក្មេងកំព្រាម្នាក់អាចកសាងក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារហើយអាចកសាងខ្លួនឯងឲ្យក្លាយជាសេដ្ឋីប្រហែលជាមនុស្សភាគច្រើនអត់ជឿទេប៉ុន្តែវាគឺជារឿងពិតរបស់លោកវ៉ាងឆនហ្វូដែលជាក្មេងក្រីក្រម្នាក់កើតនៅភូមិដាច់ស្រយាលមួយនៃខេត្តអានហនប្រទេសចិនគាត់បានកើតនៅថ្ងៃទី8មេសាឆ្នាំ1966ហើយនៅអាយុ13ឆ្នាំគាត់ជួបរឿងអកុសលមួយគឺពុករបស់លោកបានលាចាកលោក2ឆ្នាំក្រោយមកអ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួនក៏បានលាចាកលោកបន្តទៀតដែលធ្វើឲ្យកូនចំនួន8នាក់ខ្លាចជាក្មេងកំព្រាក្នុងនោះក៏មានលោកវ៉ាងម្នាក់ដែរអ្វីត្បិតតែកើតមកក្នុងតកូលគ្រួសារក្រីក្រហើយឪពុកម្ដាយបានលាចាកលោកចោលប៉ុន្តែលោកវ៉ាងគឺជាមនុស្សម្នាក់ដែលស្រឡាញ់ការសិក្សាតាំងពីក្មេងមកជាពិសេសទៅលើមុខវិជ្ជាសាស្ត្រតែម្ដងអត់ពីឪពុកម្ដាយទៅគឺមានតែបងនឹងហើយដែលដើរតួនាទីជាឪពុកម្ដាយជំនួសលោកវ៉ាងមានបងប្រុសបងស្រីដែលបានពលិកម្មខ្លួនឯងដោយឈប់សិក្សាហើយងាកទៅធ្វើការដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សារបស់លោកវ៉ាងក្រោយមកលោកវ៉ាងក៏បានចូលសិក្សាទៅលើថ្នាក់បញ្ញាបត្រជំនាញគីមីវិទ្យានិងបន្តអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាថ្មគុយក្រោយពេលបញ្ចប់ការសិក្សាគាត់ក៏បានចូលបម្រើការងារឲ្យស្ថាប័នរដ្ឋចិនដោយបម្រើតួនាទីជាអ្នកស្រាវជ្រាវម្នាក់តួនាទីជាអ្នកស្រាវជ្រាវគឺបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែលជួយឲ្យគាត់អាចបង្កើតក្រុមហ៊ុន BYD បាននៅឆ្នាំ1995ពេលដែលគាត់មានវ័យ29ឆ្នាំគាត់បានគីងគោដើមទុនពីបងប្អូនជីដូនមួយរបស់គាត់និងប្រភពទុនមួយចំនួនទៀតបានសរុប$30,000គាត់ក៏ចាប់ផ្ដើមបង្កើតក្រុមហ៊ុនដោយខ្លួនឯងជាមួយបុគ្គលិកដំបូងចំនួន20នាក់ BYD បានចាប់ផ្ដើមដំបូងដែលផ្ដោតទៅលើការផលិតថ្មទូរស័ព្ទទេហើយលក់ទៅឲ្យក្រុមហ៊ុនល្បីៗមួយចំនួនដូចជា Nokia ជាដើមក្រោយពេលដែលអាជីវកម្មមានភាពរីកចម្រើនគួរសមហើយគាត់ក៏បានហក់ចូលទៅក្នុងវិស័យផលិតរថយន្តដោយទិញយកក្រុមហ៊ុនមួយឈ្មោះថា Tsinchuan Automobile តែនៅពេលនោះក៏អត់មានជំនាញក្នុងការផលិតរថយន្តសូម្បីតែបន្តិចក៏បាននិយាយថាពេលខ្លះក្នុងនាមជាអ្នករុស្ស៊ីយើងត្រូវក្លាហាននិងជឿជាក់លើការសម្រេចចិត្តរបស់ខ្លួនឯងនៅឆ្នាំ2005ក្រុមហ៊ុន BYD ក៏បានបញ្ចេញរថយន្តដំបូងរបស់ខ្លួន Model Sedan F3 ប៉ុន្តែត្រូវបានគេចោទប្រកាន់ថាជារថយន្តដែលលួចចម្លងតាមរថយន្ត Corolla ផលិតដោយក្រុមហ៊ុន Toyotaមិនត្រឹមតែប៉ុណ្ណឹងទេរថយន្តដំបូងហ្នឹងត្រូវបានគេចោទថាជារថយន្តដែលមានរូបរាងអាក្រក់ហើយគុណភាពអន់ទៀតពេលដែលឮអញ្ចឹងលោកវ៉ាងអត់មានហេតុផលអីត្រូវនិយាយច្រើនទេគាត់មានតែស្ងៀមស្ងាត់ហើយខំប្រឹងបន្ថែមទៀតក្នុងការអភិវឌ្ឍរថយន្តរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងអ្វីត្បិតតែចាប់ផ្ដើមដំបូងមែនប៉ុន្តែគាត់ដឹងច្បាស់ថាទីផ្សាររថយន្តប្រទេសចិនបើសិនជាគាត់ផលិតរថយន្តដែលមានតម្លៃថ្លៃគឺលក់អត់ដាច់ទេអញ្ចឹងគាត់ផលិតរថយន្តដែលមានតម្លៃទាបដោយសារតែប្រជាជនចិនជាង1000លាននាក់ហ្នឹងគឺមានជីវភាពក្រីក្រលំបាកនៅឡើយដោយពាក្យមួយគេនិយាយថាខំប្រឹងកាន់តែខ្លាំងសំណាងកាន់តែច្រើនអញ្ចឹងនៅឆ្នាំ2008សេដ្ឋីអាមេរិកលោក Warren Buffett គាត់បានបោះទុនវិនិយោគចំនួន$230 លានចូលក្រុមហ៊ុន BYD ជាថ្នូរនឹងភាគហ៊ុន 10% នៃក្រុមហ៊ុនទាំងមូលការវិនិយោគនោះបានធ្វើឲ្យ BYD មានភាពរីកចម្រើនក៏ដូចជាមានឈាមហូរចូលកាន់តែច្រើនទៅក្នុងអាជីវកម្មពីបីដូចជាខ្លាដល់ស្លាបអញ្ចឹងអាជីវកម្មដែលចាប់ផ្ដើមដំបូងពីទុនតិចតួចបានក្លាយទៅជាអាជីវកម្មដែលមានតម្លៃរាប់រយលានដុល្លារចំណែកដើមទុនវិនិយោគចូលជាង$230 លានរបស់សេដ្ឋី Warren Buffett ហ្នឹងត្រូវបានគេប៉ាន់ស្មានថាចំណេញមិនតិចជាង16ដងនៃដើមទុនដែលគាត់វិនិយោគជាង$230 លានទេតែភាគហ៊ុនគាត់សរុបហ្នឹងបើសិនជាគិតជាចំនួនទឹកប្រាក់សរុបមិនតិចជាង$4.6 ពាន់លានទេអញ្ចឹងគឺវាចំណេញច្រើនមែនទែនត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញក្រុមហ៊ុន BYD បានក្លាយទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលលក់ដាច់ច្រើនបំផុតលំដាប់ថ្នាក់លេខ1នៅលើពិភពលោកហើយលក់ទៅកាន់88ប្រទេសរីឯតម្លៃខ្លួនរបស់ក្រុមហ៊ុនទាំងមូលបានកើនដល់$151.81 ពាន់លានភាពជោគជ័យរបស់ BYD បានធ្វើឲ្យលោកវ៉ាងដែលជាស្ថាបនិកនឹងអាចកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនបាន$26.6 ពាន់លានធ្វើឲ្យគាត់ស្ថិតនៅក្នុងបញ្ជីអ្នកមានបំផុតលំដាប់ថ្នាក់លេខ75នៅលើភពផែនដីអញ្ចឹងបន្តទៅទៀតយើងនឹងសិក្សាអំពីគន្លឹះក្នុងការដឹកនាំជីវិតនិងអាជីវកម្មទាំង10របស់គាត់ដែលធ្វើឲ្យគាត់អាចជោគជ័យដូចពេលបច្ចុប្បន្នហ្នឹងគន្លឹះទី1របស់គាត់គឺគាត់បាននិយាយថាទោះបីជាខ្ញុំកើតមកក្នុងគ្រួសារក្រីក្រក៏ដោយតែខ្ញុំមិនមើលថាខ្លួនឯងក្រីក្រទេខ្ញុំមើលខ្លួនឯងថាជាមនុស្សម្នាក់ដែលមានឱកាសច្រើនហូរហៀរគន្លឹះទី2គឺចូលធ្វើការឲ្យខ្លាំងដូចអ្នកមិនចេះហត់នឿយគាត់បាននិយាយថាពេលដែលគាត់ចាប់ផ្ដើមចេញរកស៊ីទៅវោគាត់ធ្វើការរហូតដល់ទៅ16ម៉ោងនៅក្នុងមួយថ្ងៃអត់មានពេលសម្រាកទេព្រោះគាត់យល់ថាភាពជោគជ័យគឺបានមកពីការតស៊ូលះបង់គន្លឹះទី3គឺរកស៊ីត្រូវដាក់ពិន្ទុឲ្យខ្លួនឯងផងរាល់ខែគាត់តែងតែឆ្លើយសំណួរ50អំពីអាជីវកម្មរបស់ខ្លួនឯងដើម្បីគាត់ដឹងថាតើគាត់ធ្វើអាជីវកម្មនោះបានល្អប៉ុណ្ណាហើយតើគាត់ត្រូវធ្វើអីគេខ្លះដើម្បីកែលម្អវា
គន្លឹះទី4ក៏បានប្រាប់ថាសហគ្រិនត្រូវតែជាមនុស្សម្នាក់ដែលហ៊ានសុបិននិងមានភាពប្រកបនិយមសុបិនឬចក្ខុវិស័យហ្នឹងគឺអត់ទាន់គ្រប់គ្រាន់ទេប៉ុន្តែវាទាមទារឲ្យយើងមានការអនុវត្តយ៉ាងខ្លាំងក្លាទើបឲ្យក្តីសុបិននឹងក្លាយទៅជាការពិតបាន BYD មានន័យថា Build Your Dream ប៉ុន្តែសុបិនគឺមានតម្លៃតែពេលដែលយើងធ្វើឲ្យវាក្លាយទៅជាការពិតទី5គឺកុំរត់ដេញតាមទំនោរទីផ្សារប៉ុន្តែត្រូវបង្កើតទំនោរទីផ្សារថ្មីដោយខ្លួនឯងវិញក៏បាននិយាយថាខ្ញុំអត់ខ្វល់ពីដៃគូប្រកួតប្រជែងខ្លាំងពេកទេព្រោះបើយើងផ្ដោតលើការខំប្រឹងខ្លួនឯងជាប្រចាំនោះគូប្រជែងនឹងនៅពីក្រោយយើងជានិច្ចទី6អ្នកមិនចាំបាច់មានផែនការល្អឥតខ្ចោះទៅចាប់ផ្ដើមធ្វើទេប៉ុន្តែអ្នកត្រូវមានភាពក្លាហានដើម្បីឈានទៅមុខទី7ក៏បាននិយាយថាល្បឿនគឺពិតជាសំខាន់ណាស់នៅក្នុងការរកស៊ីបើអ្នករងចាំឱកាសយូរពេកអ្នកនឹងបាត់បង់ឱកាសមាសចំណុចទី8ក៏បាននិយាយថាអ្នកដឹកនាំត្រូវតែមើលឃើញពីលទ្ធភាពដែលអាចទៅរួចនៅទីដែលអ្នកដទៃមើលមិនអាចឃើញចំណុចទី9ក៏បាននិយាយថាត្រូវគិតផែនការរយៈពេលវែងយើងមិនត្រូវគិតត្រឹមតែថ្ងៃស្អែកទេប៉ុន្តែយើងត្រូវគិតពីឆ្នាំក្រោយទសវត្សរ៍ក្រោយនិងសតវត្សរ៍ក្រោយទី10ដែលជាចំណុចសំខាន់ចុងក្រោយក៏បាននិយាយថាភាពជោគជ័យមិនត្រឹមតែជាប្រាក់កាក់ទេប៉ុន្តែវាជាការផ្លាស់ប្ដូរពិភពលោកឲ្យល្អជាងមុនខ្ញុំចង់បន្សល់ទុកនៅពិភពលោកដែលស្រស់ស្អាតជាងមុនសម្រាប់មនុស្សជាតិនេះគឺជាកលឹះនៃភាពជោគជ័យទាំង10របស់គាត់ហើយចុងក្រោយបើសិនជាបងប្អូនទាំងអស់គ្នាចង់ចេះជំនាញតែនិពន្ធសៀវភៅឬក៏ចង់និពន្ធសៀវភៅជីវប្រវត្តិតខ្លួនអាចពិភាក្សាជាមួយខ្ញុំបានចង់ចេះនិពន្ធសៀវភៅខ្លួនឯងចុះឈ្មោះសិក្សាវគ្គនេះ